សួស្តីបងប្អូនថ្ងៃនេះខ្ញុំបានមកជួបអ៊ំស្រីដែលខ្ញុំឃើញគាត់ថ្ងៃមុនហ្នឹងគាត់ធ្វើការអនាម័យនៅតាមផ្លូវនៅម្ដុំសាទេពោបងប្អូនហើយពេលដែលខ្ញុំជួបអ៊ំហ្នឹងគាត់ថាចេះគាត់មានក្តីសម័យមួយគាត់ចង់បានអង្គ10គីឡូអញ្ចឹងតែអ៊ំចាខ្ញុំចង់សុំក្មួយសុំអង្គ10គីឡូអ៊ំខ្វះខាតហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏ពេលដែលខ្ញុំទិញស្បៀងប្រហែលជាមួយថ្ងៃមុន1តោនណាបងប្អូនខ្ញុំយកទៅដាក់ជួយបរិយាកង់តបឲ្យជនភៀសសឹកហើយខ្ញុំក៏ទុកប្រហែលជា100គីឡូទៅ120គីឡូដើម្បីខ្ញុំទុកចែកជូនអ៊ំចាស់ដែលគាត់ដើរតាមផ្លូវឬក៏គាត់ធ្វើការអនាម័យឥឡូវខ្ញុំសម្រេចទៅអំណងគាត់ហើយខ្ញុំយកឲ្យគាត់15គីឡូគាត់ចង់10គីឡូហើយយើងឲ្យគាត់15គីឡូហ្មងហើយឥឡូវខ្ញុំមកសួរពីជីវប្រវត្តិគាត់តិចណាយើងចង់ដឹងថាអ៊ំហងៃអ៊ំនៅផ្ទះមួយណាគេហើយអ៊ំនៅផ្ទះនៅម្ដុំណាហើយជួលគេមែនអ៊ំផ្ទះជួលគេនៅពីអ្នកចៅនៅទួលមុខសង្កាត់មិត្តភាពយើងនេះនៅតែពីអ្នកចៅទេអ៊ំហើយចុះកូនអ៊ំកូនគេមានប្តីមានអីគេទៅនៅចោលប្តីអស់ហើយមិននៅមួយយើងទេកូនអើយហើយអត់មានប្តីទេប្តីស្លាប់ចោលទៀតហើយអ៊ំអាយុប៉ុន្មានឆ្នាំហ្នឹងអាយុ63គាត់អាយុ63ឆ្នាំបងប្អូនហើយគាត់នៅជាមួយតែចៅទេគាត់អត់មានប្តីទេហើយកូនគាត់ក៏គាត់នៅផ្សេងដែរហើយអ៊ំហងៃអញ្ចឹងអ៊ំពេលហូបបាយហូបណាអ៊ំហូបបាយនៅផ្ទះកូនទិញម្ហូបទិញអីទៅដាំបាយហូបនៅផ្ទះហើយដល់ម៉ោងយើងមកធ្វើការអូបងប្អូននេះចាំលើគាត់ជាមនុស្សស្រីម្នាក់ចាំដូចជាវ័យនេះគឺជាវ័យដែលដូចជាម្ដាយគេអញ្ចឹងគាត់ធ្វើការបដាគាត់ចិញ្ចឹមចៅគាត់បដាហើយគាត់នៅផ្ទះជួលទៀតហើយបើសិនជាបងប្អូនដែលជីកាប់សារពោចង់ឃើញគាត់បងប្អូនជិះមកម្ដុំសារពោឃើញគាត់ហើយបើសិនជាបងប្អូនចង់ជួយគាត់ឬក៏ជីតាមហ្នឹងចង់ជួបគាត់អីបងប្អូនអាចចូលបានហើយបងប្អូនដែលឃើញវីដេអូនេះបងប្អូនអាណិតគាត់ចង់ជួយគាត់ខ្ញុំនឹងតម្លាក់លេខទូរស័ព្ទគាត់មួយនៅក្នុងវីដេអូបងប្អូនខ្ញុំនឹងតម្លាក់លេខទូរស័ព្ទគាត់ផ្ទាល់តែម្ដងសម្រាប់បងប្អូនណាដែលគាត់ចង់ជួយអាណិតអ៊ំស្រីដែលជាមនុស្សចាស់ម្នាក់ដែលគាត់ធ្វើការគាត់ចិញ្ចឹមចៅបងប្អូនអាចយកលេខទូរស័ព្ទនៅក្នុងវីដេអូនេះបានហើយការសួរនាំនេះក៏អត់យូរដែរតែថាខ្ញុំសួរនាំគាត់តិចតួចតែខ្ញុំចង់ដឹងពីជីវប្រវត្តិគាត់អញ្ចឹងបងប្អូនហើយអ៊ំពេលសង្គ្រាមនេះសួរមួយមានបានចូលរួមជួយកងទ័ពអីតិចតួចអត់អ៊ំជួយ3ដងហើយជួយម្ដង50000បងប្អូនខ្ញុំនិយាយមែនណាខ្ញុំសួរច្រើនមែនតើប្រជាជនខ្មែរយើងបងប្អូនជាពិតជាប្រជាជនមួយដ៏ល្អខ្លាំងមែនតើដោយសារ